គ្រូមហន្តរាយលិចលង់ពិភពលោកទាំងមូលបើសិនជារឿងទាំងអស់នេះបានកើតឡើងពិតមែនតើអ្នកទាំងអស់គ្នាគួរធ្វើបែបម៉េចហើយរត់ទៅទីណាទើបអាចមានជីវិតរស់រានសូមស្វាគមន៍មកកាន់ Channel MD សម្រាប់រឿងថ្ងៃនេះ Admin នឹងយករឿងមួយមកសម្រាប់ឲ្យអ្នកទាំងអស់គ្នាបានស្ដាប់និងបានទស្សនាដែលរឿងនេះដែរមានចំណងជើងថាមហន្តរាយទឹកជំនន់ Admin មិនតប៉ែលោតអញ្ចឹងយើងចូលសាច់រឿងយើងតែម្ដងរឿងចាប់ផ្ដើមឡើងដោយយើងឃើញនារីម្នាក់ដែលមានឈ្មោះថាអាណានាងបានរស់នៅជាមួយកូននាងដែលមានឈ្មោះថា JN អ្នកទាំងពីររស់នៅក្នុងអគារមួយនៅពេលដែលអាណានាងបានក្រោកពីគេងនាងបានអង្គុយចុចទូរស័ព្ទរួចក៏ឮសំឡេងស្នូរទឹកភ្លៀងនៅឯក្រៅអគារនាងបានងើបចេញពីគ្រែរួចក៏បើកវាំងននបង្អួចដើម្បីមើលទៅខាងក្រៅនាងបានឃើញភ្លៀងវាហាក់ដូចជាភ្លៀងធម្មតាតែប៉ុណ្ណោះរួចនាងបានបិទវាំងនននិងដើរតម្រង់ទៅទូទឹកកកដើម្បីធ្វើអាហារពេលព្រឹកពេលដែលនាងកំពុងតែរៀបចំធ្វើអាហារហេតុការណ៍ដ៏ចម្លែកក៏បានកើតឡើងនាងបានឃើញទឹកនៅក្នុងបន្ទប់របស់នាងដោយនាងគិតថា JN គេបានបើកទឹកនៅឯបន្ទប់ទឹកចោលតែការពិត JN បានឆ្លើយថាគេមិនបានបើកនោះទេអាណានាងក៏បានងាកទៅបង្អួចហើយក៏ឃើញទឹកជ្រាបតាមបង្អួចនោះឯងទឹកនោះគឺជាទឹកនៅខាងក្រៅអគារដែលកំពុងតែកើនឡើងយ៉ាងចម្លែកនិងឆាប់រហ័សដោយហេតុថាមុននោះនាងក៏បានមើលនោះដែរតែមិនបានឃើញទឹកឡើងខ្លាំងដូចនេះនោះទេនាងក៏បានដើរយឺតទៅមើលនៅឯបង្អួចនោះម្ដងទៀតហើយក៏ឃើញថាទឹកនោះឡើងចង់ពាក់កណ្ដាលបន្ទប់របស់នាងបាត់ទៅហើយអ្នករាយការណ៍នៅក្នុងអគារនោះក៏បានរាយការណ៍ថាគ្រប់ចន្ទាយន្តទាំងអស់ក៏លែងដំណើរការដែរហើយទឹកនឹងអាចឡើងទៅដល់ជាន់ទី108និង110ក្នុងពេលឆាប់នេះសូមឲ្យអ្នករស់នៅក្នុងអគារនោះជម្លៀសខ្លួនឡើងទៅជាន់លើបន្ថែមទៀតភ្លាមនោះអាណានាងបំរុងរៀបអីវ៉ាន់ចេញពីអគារនោះស្រាប់តែមានសន្តិសុខអគារនោះបានខលទៅរកនាងនឹងប្រាប់នាងថាជាន់ទី3របស់នាងនឹងលេចឆាប់នេះបើសិនជានាងកំពុងតែរៀបអីវ៉ាន់បំរុងនឹងចេញពីអគារនោះសូមទុកអីវ៉ាន់ទាំងនោះហើយរត់ឡើងទៅខាងលើវិញអ្នកទាំងពីរនិយាយមិនទាន់បានចប់ស្រួលបួលផងភ្លើងនៅក្នុងអគារនោះក៏ស្រាប់តែដាច់ហើយសេវាទូរស័ព្ទក៏លែងមានអាណាបាននាំកូននាងរត់ចេញទៅក្រៅផ្ទះនាងបន្តរត់រហូតទៅដល់កាំចិន្តាបំរុងនឹងឡើងទៅខាងលើដោយហេតុថាមនុស្សនៅទីនោះច្រើនពេកធ្វើឲ្យកកស្ទះនៅកាំចិន្តានោះនាងក៏បានទៅតាមចិន្តាខាងក្រោយអគារនោះវិញនាងកំពុងរត់តាមផ្លូវនៅក្នុងអគារនោះនាងក៏បានងាកទៅមើលទឹកនោះគឺកំពុងតែឡើងខ្លាំងណាស់ចំណែកឯកូននាង JN គេមានអារម្មណ៍ភ័យខ្លាចជាខ្លាំងអាណាបានសួរទៅកូនគេថាតើកូនមានអារម្មណ៍ភ័យមែនទេរួច JN ក៏ប្រាប់ថាគេកំពុងតែភ័យខ្លាចព្រោះឃើញទឹកកំពុងតែឡើងខ្លាំងណាស់អាណាក៏បបួល JN ច្រៀងដើម្បីបន្លប់ភាពភ័យខ្លាចពេលនោះនាងឡើងកម្មចិន្តាបណ្ដើរនិងច្រៀងបណ្ដើរនៅតាមផ្លូវដោយនាងបានច្រៀងថាក្រួយម៉ែអាសៀមអាឈៀមថោក JN ក៏ច្រៀងបន្តតាមម្ដាយគេត្រូវហើយម៉ាក់ក្រួយម៉ែអាសៀមអាឈៀមថោកអ្នកទាំងពីរច្រៀងរហូតទៅដល់កម្មចិន្តាមួយដែលកម្មចិន្តានោះពោពេញទៅដោយអីវ៉ាន់នៅខាងពីមុខម្ដាយ JN បានដាក់ JN ចុះដើម្បីឡើងទៅខាងលើទាញអីវ៉ាន់នោះចេញទាំងពីរនាក់ក៏បានឡើងទៅខាងលើបន្តទៀតដោយនៅជាន់លើនាងកំពុងតែដើរមានមនុស្សច្រើនពេកធ្វើឲ្យរាំងស្ទះអាណាក៏បានឃើញបុរសដែលបានខលទៅនាងកាលពីនាងនៅក្នុងបន្ទប់បុរសនោះជាសន្តិសុខនៅក្នុងអគារនោះគេមានឈ្មោះថាហេជូនាងបានប្រឡែងដៃកូនរបស់នាងហើយក៏លើកដៃទៅហៅបុរសម្នាក់នោះពេលដែលអាណាដាក់ដៃចុះមកវិញស្រាប់តែនាងដឹងថាកូនរបស់នាងបានដើរទៅក្នុងបន្ទប់មួយនាងក៏រត់ទៅតាមក្រោយពេលដែលបានចូលទៅដល់ក្នុងបន្ទប់នោះហើយហេតុការណ៍ដ៏គួរឲ្យរន្ធត់ធ្វើឲ្យអាណាគាំងនៅមួយកន្លែងនិងបានឈរមើលគឺទឹករលកយ៉ាងធំបានវាយបោកទៅលើបន្ទប់នោះធ្វើឲ្យបែកកញ្ចក់ខ្ចាយនិងខ្ទាតអ្នករាល់គ្នានៅក្នុងបន្ទប់នោះរួមទាំងអាណាផងដែរធ្វើឲ្យបន្ទប់នោះលិចលង់ពោពេញទៅដោយទឹកអាណាព្យាយាមហែទឹករកកូនប្រុសរបស់នាងទីបំផុតនាងក៏បានរកឃើញរួចនាងហែទៅយកកូនរបស់នាងនៅឯខាងមុខពេលដែលទៅយកកូននាងបានហើយអាណាព្យាយាមរកផ្លូវចេញនាងក៏បានឃើញទ្វារមួយហើយនាងក៏ព្យាយាមហែទៅទ្វារនោះតែទ្វារនោះបានចាក់សោបាត់ទៅហើយស្របពេលនោះដែរហេជូដែលជាសន្តិសុខនៅអគារនោះគេក៏បើកទ្វារនោះពីខាងក្នុងមកវិញហើយអ្នកទាំង3នាក់ក៏ព្យាយាមហែចេញពីកន្លែងនោះទីបំផុតអាណានិងកូនរបស់នាង JN ក៏រួចផុតពីសេចក្តីស្លាប់នៅកន្លែងនោះមកតែ JN កូនរបស់អាណាគេបានសន្លប់អាណាព្យាយាមជួយទៅលើកូននាងហើយកូននាងក៏បានក្រោកឡើងមកវិញអ្នកទាំង3នាក់ក៏បន្តដំណើរទៅខាងលើបន្តទៀត JN ក៏ប្រាប់ទៅម្ដាយរបស់គេពេលដែលជួបហេតុការណ៍នេះគេនឹកឃើញទៅ
ដល់ឪពុកគេធ្លាប់លិចឡាននៅក្នុងទឹកអាណានាងមិនចង់ឲ្យកូនគេនឹកឃើញរឿងអតីតកាលដ៏ឈឺចាប់គេក៏បបួលកូនគេច្រៀងបន្តទៀតហើយអ្នកទាំងពីរក៏នៅតែច្រៀងបទដដែលគឺអ្នកទាំងពីរច្រៀងថាកដូម៉ាអាថៃអាចឆ្កែអាចឈាមថោកអ្នកទាំងពីរអ្នកនោះក៏បន្តច្រៀងរហូតទៅដល់កម្មចិន្តាឡើងទៅលើមួយជាន់ទៀតពេលអ្នកទាំងអស់គ្នាបានឡើងទៅដល់មួយជាន់ទៀតហើយចេអ៊ីនគេស្រាប់តែចុកពោះចង់ចូលទៅក្នុងបន្ទប់ទឹករួចលោកហេជូក៏បាននាំអ្នកទាំងពីរទៅក្នុងបន្ទប់មួយដើម្បីឲ្យចេអ៊ីនគេដោះទាល់មួយពេលនៅក្នុងបន្ទប់នោះអាណានាងក៏បានសុំហេជូទេទូរស័ព្ទទៅម្ដាយនាងបន្តិចនាងបាននិយាយជាមួយនឹងម្ដាយនាងដោយកំសត់ខ្លាំងណាស់ហាក់បីដូចជានេះជាគ្រាចុងក្រោយហើយដែលអ្នកទាំងពីរបាននិយាយទូរស័ព្ទជាមួយគ្នាលោកហេជូបានយកទូរស័ព្ទពីនាងមកវិញបន្ទាប់ពីនាងនិយាយរួចភ្លាមនោះស្រាប់តែធុងហ្គាសបានលេចធ្លាយធ្វើឲ្យធំក្លិនពេញនៅក្នុងបន្ទប់នោះអ្នកទាំង3ក៏ឆាប់រត់ចេញពីបន្ទប់នោះទើបតែបានមកដល់មុខបន្ទប់ស្រាប់តែផ្ទុះបិទផ្លូវទាំងមុខទាំងក្រោយធ្វើឲ្យអ្នកទាំង3មិនអាចទៅណារួចលោកហេជូក៏សម្រេចចិត្តជន់ទៅលើបង្កាន់ដៃផ្លូវនោះរួចក៏តោងឡើងទៅលើមួយជាន់ទៀតពេលដែលគេឡើងទៅដល់គេក៏ឲ្យអាណាជន់ទៅលើបង្កាន់ដៃផ្លូវនោះនិងឲ្យចេអ៊ីនឡើងទៅលើផងដែរអាណាបានឲ្យលោកហេជូទាញចេអ៊ីនឡើងទៅលើមុនសិនទៅលោកហេជូបានទាញចេអ៊ីនឡើងរួចហើយស្រាប់តែអាណាក៏បានធ្លាក់ទៅខាងក្រោមទៅវិញនាងបានធ្លាក់ទៅដល់ទឹកមិនមានបញ្ហាអ្វីនោះទេហើយនាងក៏បានព្យាយាមហែលមកខាងលើវិញពេលដែលមកដល់កន្លែងមានសុវត្ថិភាពហើយនាងក៏បានឮសំឡេងគេហៅឲ្យជួយចេញពីក្នុងចន្ទាយន្តខណៈពេលដែលទឹកកំពុងតែឡើងយ៉ាងឆាប់រហ័សនាងព្យាយាមជួយអ្នកនៅខាងក្នុងនោះតែព្យាយាមយ៉ាងណាក៏មិនអាចទាញទ្វារចន្ទាយន្តនោះបានដែរទឹកក៏នៅតែបន្តឡើងរហូតតតែលិចចន្ទាយន្តនោះបាត់ឯណានាងក៏បានស្រមៃទៅប្តីរបស់នាងដែលធ្លាប់បានធ្លាក់ចូលទៅក្នុងទឹកជាមួយនឹងឡានគឺមានលេណានិងប្តីនាងរួមជាមួយនឹងកូននាងផងដែរនៅពេលនោះដែរអាណាព្យាយាមជួយប្តីនាងដែរតែជួយមិនបាននោះទេគឺជួយបានតែកូននាងតែម្នាក់ប៉ុណ្ណោះទើបធ្វើឲ្យប្តីនាងស្លាប់នៅទីនោះតែម្ដងបន្ទាប់ពីការស្រមៃនោះហើយនាងក៏បានហែលមកខាងលើវិញនាងក៏បានឃើញកូននាងកំពុងតែដេកឈឺចាប់អាណាក៏ស្ទុះទៅបីកូនរបស់នាងហើយក៏រត់ទៅរកបន្ទប់មួយដែលនៅជាប់ក្បែរនោះនាងក៏បានរត់ចូលទៅក្នុងបន្ទប់នោះតែបន្ទប់នោះមានយាយតាពីរនាក់កំពុងតែរស់នៅក្នុងបន្ទប់នោះឯងនាងមិនបាននិយាយអ្វីច្រើននោះទេនាងក៏រត់ទៅរកអ្វីមួយដើម្បីមកជួយកូនរបស់នាងនៅពេលអាណាជួយកូននាងបានហើយនាងក៏បានយកអាវមួយយកទៅបោកសម្អាតនៅខាងក្រៅពេលនោះស្រាប់តែមានពន្លឺថ្ងៃចាំងជះមកលើអាណាបានសម្លឹងទៅមើលខាងក្រៅបានឃើញទឹកដ៏ធំល្វឹងល្វើយលិចគ្រប់យ៉ាងបាត់អស់ទៅហើយលោកហេជូក៏បានដើរចេញមកនិយាយជាមួយនឹងអាណាសភាពនៅពេលនោះហាក់ដូចជាស្ងប់ស្ងាត់បានតែបន្តិចមេឃក៏ស្រាប់តែខ្មៅឡើងវិញភ្លៀងក៏បង្អោងចុះមកធ្វើឲ្យទឹកចំនួនពេលនោះកាន់តែឡើងខ្លាំងទ្វេដងលោកហេជូឃើញស្ថានភាពមិនស្រួលក៏ស្ទុះទៅយកចេអ៊ីនរួចក៏ប្រាប់ឲ្យអាណាឆាប់រត់ចេញពីទីនោះឡើងទៅលើទៀតទៅអ្នកទាំង3ក៏រត់ចេញពីទីនោះចំណែកឯយាយតាដែលស្នាក់នៅបន្ទប់នោះប្រហែលជាគាត់ដឹងថាពេលនេះជាគ្រាចុងក្រោយហើយគឺគាត់មិនបានរត់នោះទេអ្នកទាំង3ក៏រត់ទៅដល់ដំបូលនៃអគារនោះក៏បានឮសំឡេង helicopter ឬកន្ទុំរុយនោះឯងកំពុងតែហោះមករកអ្នកទាំង3លោកហេជូបានទេទូរស័ព្ទអ្នកដែលនៅលើ helicopter នោះប្រាប់អ្នកទាំងនោះថាអ្នកវិទ្យាសាស្ត្រចូលអាណាគឺនៅទីនេះភ្លាមនោះ helicopter នោះក៏បានមករកអ្នកទាំង3យើងក៏បានដឹងថាអាណានាងមិនមែនជាមនុស្សធម្មតានោះទេនាងគឺជាអ្នកវិទ្យាសាស្ត្រម្នាក់ដែលអាចជួយមនុស្សរាប់លានអ្នកបានទើបក្រុមមនុស្សទាំងនោះចង់ជួយតែអាណាម្នាក់តែប៉ុណ្ណោះក្រុមមនុស្សទាំងនោះក៏បានចុះពី helicopter នោះមករួចក៏តម្រង់ទៅកូនរបស់អាណានិងបានចាប់ចេអ៊ីនដាក់ខ្នោះនិងបំរុងសម្លាប់ចេអ៊ីនចោលតែអាណានឹកស្មានថាក្រុមមនុស្សទាំងនោះគឺមកជួយអ្នកទាំងពីរតែការពិតមិនមែននោះទេគឺមកជួយតែអាណាម្នាក់តែប៉ុណ្ណោះពេលដែលអាណាបានដឹងនាងក៏ស្រែកយំខ្លាំងណាស់ហើយក៏បានសុំអង្វរអ្នកទាំងនោះទុកជីវិតឲ្យកូនរបស់នាងផងនាងក៏បានសន្យាថានាងនឹងខំស្រាវជ្រាវដើម្បីបង្កើតមនុស្សថ្មីតែដោយហេតុថាក្រុមមនុស្សទាំងនោះពួកគេជឿលើគំនិតមួយបើមានគ្រោះមហន្តរាយកើតឡើងមនុស្សជាច្រើននឹងត្រូវតែស្លាប់ហើយបើចង់ឲ្យមនុស្សភាគច្រើននៅរស់មនុស្សខ្សោយត្រូវតែបានបោះបង់រំពេចនោះសម្បីតែលោកហេជូក៏ត្រូវបានក្រុមមនុស្សទាំងនោះបាញ់សម្លាប់ផងដែរអាណានាងក៏ព្រមឡើងទៅលើកន្ទុំរុយនោះនិងបានហោះហើរចាក់ចេញពីទីនោះបាត់ទៅមនុស្សនៅលើផែនដីសឹងតែផុតពូជចំណែកឯក្រុមវិទ្យាសាស្ត្រមួយចំនួនក៏បានជិះអាប៉ូឡូឡើងទៅឋានផ្សេងនៅក្នុងនោះក៏មានអេណាផងដែរអាប៉ូឡូរបស់អេណាក៏បានជួបឧបទ្ទវហេតុគឺមានអាចផ្កាយមួយដ៏ធំហើយបានផ្ទុះនៅមុខអាប៉ូឡូរបស់នាងដែលកំពុងធ្វើដំណើរអេដមីនសូមអធិស្ឋានចំពោះការហៅអាប៉ូឡូព្រោះថាមិនដឹងហៅថាម៉េចនោះទេប្រហែលគេហៅថាយានអវកាសតែអេដមីនចង់ហៅអាប៉ូឡូចូលមកសាច់រឿងរបស់យើងវិញភ្លាមនោះនាងក៏បានភ្ញាក់ពីដំណេកសាច់រឿងពីដើមមកដល់ពេលនេះគឺគ្រាន់តែជាការយល់សុបិនរបស់នាងតែប៉ុណ្ណោះ
trong ban hồng play xã đi xuống ca to để con anh bán đại xạ trong mùa nắng rôm play khang âm đi bán để không mà chốt o bên đó tập đong chiến cho này nối tích không bình tàn con phiêu ló bắt bao long play từ sai hồng play thầm chỉ còn bóng chỉ ai họ tây bán được xạ xô không bên bạc kháng nước non pang đi là xịt bán đó bong bong